ok chẳng mình đi chẳng màu to cho nóខ្លះសម្រាប់អ្នកចង់ចាប់ផ្ដើម desktop application ហើយអាចនិយាយថាវាជាបទពិសោធន៍របស់ខ្ញុំទេហើយក៏វាជារឿងជាក់ស្ដែងឥឡូវហ្នឹងដែរអូខេអញ្ចឹងខ្ញុំនិយាយពីគុណវិបត្តិអ្នកធ្វើ desktop application ហើយអ្នកដែលចង់បកមករៀនឧទាហរណ៍ថាគាត់ឥឡូវគាត់នៅក្នុង level web develop ហើយមាន API មានអីអញ្ចឹងអាចនិយាយថាគាត់ស្រួលគាត់ apply ចូល server មកកន្លែងហើយបន្តមកទៀត user គាត់ណា get link ហ្នឹងមកគាត់អាចប្រើបានហើយ apply ទៅមកកន្លែងប្រើបានគ្រប់គ្នាប៉ុន្តែនៃ desktop application នេះគ្រាន់តែជា experience របស់ខ្ញុំទេហើយ record សម្រាប់ documentary សម្រាប់ក្មេងៗដែលគាត់ចង់ចាប់ផ្ដើមអញ្ចឹង desktop application វាមានC# VB អីផ្សេងៗចឹងទៅ Java ក៏ដោយឲ្យតែធ្វើលក្ខណៈ offline អញ្ចឹងខ្ញុំកំណត់ថាអ្វីដែលខ្ញុំកំពុងធ្វើនេះគឺ C# គ្នាជាមួយនឹង SQL Server នេះជាបច្ចេកហើយឥឡូវហ្នឹងខ្ញុំត្រូវបានបង្កើតបណ្ដោយមួយទៀតសម្រាប់ដាក់ user server ហើយ user ឥឡូវហ្នឹងមាន20 client អញ្ចឹង20 client ហ្នឹងអាចនិយាយថាយើងនិយាយ offline មកមានន័យថាម៉ាស៊ីនគាត់អត់អាច connect ទៅ internet បានទេសំណួរសួរថាតើយើងធ្វើមិន update ដល់គាត់អូខេនៅពេលដែលយើងរៀបចំមានន័យយើងបច្ចេកយើងរ៉ានហើយប៉ុន្តែវាដើរក្នុងម៉ាស៊ីនយើងឥឡូវយើងធ្វើមិនតែ apply user អញ្ចឹងខ្ញុំក៏អាចនិយាយថាអូខេអ្នកបងណាមានបទពិសោធន៍ធ្វើមិនងាយស្រួលជាងអ្វីដែលខ្ញុំពុំតែមាននេះក៏អាចលើកឡើងបានប៉ុន្តែខ្ញុំនិយាយនេះសម្រាប់អ្នកចាប់ដើមដំបូងអត់ទាន់មាន server មានអីសម្រាប់អូតូចង់និយាយចឹងអញ្ចឹង client យើងអត់មាន internet ទៀតគឺកុំនិយាយរឿងអូតូតើអត់ internet ទេគឺអត់ដែរមានអីអូតូចេញទេអញ្ចឹង desktop application យើងសម័យមើល client យើងមាន20នាក់យើងពិបាកតាំងពីចាប់ដើមដំបូងមកឡើយដំបូងចង់សម្ដៅថាឥឡូវមាន client request សុំប្រើប្រាស់ system ណាអញ្ចឹងយើងត្រូវការរៀបចំ install SQL ឲ្យគាត់ config SQL ឲ្យគាត់បន្តមកទៀត install .NET ឲ្យគាត់បើ version Windows គាត់កាន់តែទៀតគឺកាន់តែលំបាកឧទាហរណ៍ Windows 7ណាយើងហ៊ានតែប្រើ .NET ខ្ពស់គឺវាអត់ support ចឹងត្រូវការ install .NET ហើយពេលខ្លះ .NET ហ្នឹងបើយើងអត់មាន offline យើងត្រូវការ online ចឹងត្រូវយកម៉ាស៊ីនគាត់មក install នៅ office របស់យើងទៀតអញ្ចឹងនេះជាគុណវិបត្តិហើយការងារវាធ្វើឲ្យវាយឺតនិយាយទៅស៊ីលុយអត់ឆ្ងាញ់អញ្ចឹងខ្ញុំអត់ចង់និយាយពីរឿងនឹងតទៀតទេអារឿងស៊ីលុយឆ្ងាញ់ឬមួយអីប៉ុន្តែឥឡូវយើងនិយាយពីការងារ form ខ្ញុំបង្កើតថ្មី testing លើម៉ាស៊ីនយើងដែរហើយ form ហ្នឹងវាមិនមែន form ទេនេះវាមានឥឡូវដូចថាខ្ញុំត្រូវការ update ឡើង version 4ចុះអញ្ចឹងវាមាន procedure ហើយអ្នកខ្លះអាចថាអត់សូវប្រើ procedure ក៏វាត្រូវការបង្កើត table ថ្មីដែរអូខេអញ្ចឹងអារឿងទាំងអស់ហ្នឹង user គាត់មិនអាចធ្វើបានទេហើយយើងក៏មិនអាច detail ដល់គាត់ថាបងបើ SQL ទៅបងឯងតោះរ៉ាននេះដួលបាត់ហើយដល់ងំមករ៉ានណាចឹងមានអីរ៉ានចំត្រង់ case database មួយឥឡូវចុះងឹតមុខឆឹងមកអញ្ចឹងអានឹងជាគុណវិបត្តិហើយសំបីតែយើងមានចឹងក៏ដោយជា IT ក៏ដោយឧទាហរណ៍ខ្ញុំអ្នក build ហើយបន្តមកទៀតខ្ញុំឲ្យមានអ្នកក្រុមការងារខ្ញុំ apply ឲ្យទៅ client អញ្ចឹងយើងចែកគ្នា apply ម្នាក់5សាខាចុះ5 brand ចុះគាត់រ៉ានគាត់ភ្លេចអានេះមួយនេះអត់ដើរទេឬមួយ copy file ហ្នឹងវាច្រឡំគាត់រ៉ានគាត់លឿនពេកចុះហ្នឹងក៏ជាគុណវិបត្តិមួយដែរមានថា file វាត្រឹមត្រូវហើយប៉ុន្តែគាត់រ៉ានខុសក៏error ដែរអញ្ចឹងហើយដល់ពេលយើងចាប់ដើមនិយាយពីហ្នឹងគឺវាកាន់តែឆ្ងាយតែខ្ញុំចង់និយាយថាផលវិបាកសម្រាប់រៀបចំវាអញ្ចឹងសម្រាប់ experience របស់ខ្ញុំហ្មងគឺយើងត្រូវការបង្កើត form update version មួយដែលតម្លាក់ SQL ចូលទៅក្នុងហ្នឹងហើយកន្លែងហ្នឹងមានន័យថាអ្នករៀបចំគឺជាអ្នកដែលបាន testing 4-5 ដងនៅក្នុង database នៅក្នុងម៉ាស៊ីនយើងមុនពេល apply ទៅ user testing ខ្លួនឯង update ខ្លួនឯង 2-4-5 ដងទៅចាំយើង apply វាគឺជាអ្វីដែលខ្ញុំមានជាបទពិសោធន៍ហើយខ្ញុំអាចនិយាយថា hello បងគាត់ទៅតែមករៀនហើយយ៉ាងវាកើតរឿងដូចខ្ញុំនិយាយហ្នឹងអញ្ចឹងយើងរៀបចំ database យើងទៅមកយើងត្រូវ run ឧទាហរណ៍យើងត្រូវការបង្កើត table យើងត្រូវបើក table ហ្នឹងយកមក copy អញ្ចឹងមកយកមកដាក់នៅក្នុងនេះ step 1 step 2របស់យើងអូខេនេះវាធ្វើទៅវាវែងវាកាត់វីដេអូកាន់តែវែងអញ្ចឹងវាយើងតម្លាក់ចូលមកហើយឲ្យ code ហ្នឹងសបកហ្នឹងនៅពេលដែលវាឆែកឃើញថាត្រូវការ update version គឺវានឹង read តិចមកនេះម្ដងមួយពីលើចុះក្រោមពីឆ្វេងមកស្ដាំអញ្ចឹងចំនួនម៉ានការងារយើងក្រោយមកវាចប់វាប្រាប់ user ថា update complete ហើយឲ្យ user backup database ទុកមុនពេល update ជាវាមានបញ្ហាមួយគឺយើងអត់មាន data សម្រាប់ឆែកអញ្ចឹងអានេះគឺគ្រាន់តែជាបទពិសោធន៍ហើយវាជាផលលំបាកសម្រាប់យើងមាន client កាន់តែច្រើនគឺយើងត្រូវមានការប្រុងប្រយ័ត្នក្នុងការ update version កាន់តែខ្លាំងអូខេ